ថ្ងៃនេះដែរគឺនៅសល់ឆ្អឹងជំនីជ្រូកបងអូនពីទិញមកពីស្តូរបងអូនហើយឥឡូវហ្នឹងគឺធ្វើប្រឡាក់ម្ដងហើយឥឡូវនេះទៀតគឺប្តីរបស់ខ្ញុំបានប្រាប់ខ្ញុំថាចង់ញ៉ាំឆ្អឹងជំនីជ្រូកប្រឡាក់ឥឡូវខ្ញុំចាប់ផ្ដើមយកមកហាន់ជាចំណិតអញ្ចឹងណាហើយប្រឡាក់ហើយយើងដាក់នឹងទូទៅឲ្យវាចូលជាតិស្អែកឡើងគឺយើងដាក់អាំងទៅគឺជាតិតែម្ដងឥឡូវនេះគឺខ្ញុំចាប់ផ្ដើមហាន់ហើយបងអូនមកប្រទេសហ្នឹងធ្វើ2ដងហើយបងអូនហើយខ្ញុំធ្វើតែល្មមពីអ្នកប្តីប្រពន្ធខ្ញុំទេអញ្ចឹងទុកមិនតិចដែរទុកស្លម្ជូរទុកអីចឹងទៅបងអូនពីព្រោះខ្ញុំនៅតែពីអ្នកប្តីខ្ញុំទេអញ្ចឹងធ្វើពីអ្នកចឹងណាមុំដែលញ៉ាំចឹងទៅតើបងអូនទៅមើលពិធីដែលខ្ញុំប្រឡាក់សាច់ទាំងអស់គ្នាពិធីងាយស្រួលលឿនទៀតបងអូនហើយវាមានរសជាតិឆ្ងាញ់តែខ្ញុំអត់មានម្សៅខ្ទឹមបងអូនខ្ញុំធ្វើជាវិធីងាយអីចឹងណាបងអូនណាខ្ញុំប្រឡាក់ថ្ងៃនេះទុកស្អែកឡើងគឺចូលជាតិល្មមហើយឆ្ងាញ់តែម្ដងបងអូនអាចធ្វើតាមវិធីនេះបានមានរសជាតិឆ្ងាញ់ហើយលឿនខ្លាំងមែនទែនឥឡូវនេះគឺខ្ញុំចាប់ផ្ដើមចងសាច់ទុកសិនបងអូនកាត់ឲ្យអស់គឺខ្ញុំយកមកលាងបងអូនចាប់ផ្ដើមដោះវាទៅបងអូនហើយតែភាគច្រើនគឺនៅសហរដ្ឋអាមេរិកនេះគេឲ្យលាងណាពីព្រោះខ្លាចខ្ញុំមិនសូវដឹងដែរតែភាគច្រើនបងដែលធ្វើវីដេអូចែករំលែកគឺគាត់ថាមិនបាច់លាងមិនបាច់អីទេតែខ្ញុំមិនទុកចិត្តទេបងអូនគឺខ្ញុំត្រូវតែលាង 3-4 ទឹកចាស់ដើម្បីឲ្យប្រកាសថាវាស្អាតអញ្ចឹងណាឥឡូវនេះគឺខ្ញុំលាងច្រើនទឹកមែនទែនបងអូនតែខ្ញុំកាត់តវីដេអូវារៀងវែងពេកអញ្ចឹងខ្ញុំធ្វើឲ្យញាប់អញ្ចឹងទៅបងអូនចំណុកបងអូនស្រួលមើលឥឡូវនេះមានអីទៀតទេបងអូនគឺខ្ញុំជូតសម្ងួតវាអញ្ចឹងណាកុំឲ្យវាសាមទឹកអញ្ចឹងទៅបងអូនកម្មភាពងាយពីអ្នកប្តីប្រពន្ធនៅសហរដ្ឋអាមេរិកនេះបងអូនហើយឆ្អឹងជំនីក៏មិនបានធ្វើជាច្រើនអីទេពីព្រោះញ៉ាំតែពីអ្នកប្តីទេបងអូននេះគឺខ្ញុំចាប់ផ្ដើមជូតវាឲ្យវារៀងស្រស់ទឹកបន្តិចគឺខ្ញុំចាប់ផ្ដើមដាក់ចូលក្នុងកធុនប៉ុនខ្ញុំបន្ទាប់មកគឺខ្ញុំចាប់ផ្ដើមប្រឡាក់ប៊ីចេងបន្តិចបងអូនគឺយកប៊ីចេងនេះដើម្បីឲ្យវារៀងគ្រីមបងអូនពេលដែលយើងអាំងប៊ីចេងគឺមានជាតិគ្រីមចឹងទៅបងអូនឥឡូវនេះគឺខ្ញុំចាប់ផ្ដើមរោយបន្តិចបងអូនចាមកស្ព្រាអញ្ជាងបងអូនចាមកស្ព្រាកាហ្វេតើមកគឺខ្ញុំប្រឡាក់ដាក់ស្ករសអុយលឿនណាបងអូនហើយស្ករសអំបិលបន្តិចហើយនឹងទឹកត្រីបន្តិចបងអូនតិចចឹងណាព្រោះអីតាឆ្អឹងជំនី 2-3 ទេបន្ទាប់មកគឺខ្ញុំដាក់ប្រេងខ្យងបងអូនបន្តិចទៅគឺមានរសជាតិឆ្ងាញ់មែនទេហើយបន្ទាប់មកទៀតគឺយើងដាក់ប្រេងខ្យងហើយបងអូនកុំភ្លេចដាក់ប្រេងអូលីវបន្តិចណាឲ្យវាទន់ណាសាច់ពេលដែលយើងអាំងគឺមានរសជាតិទន់ហើយដាក់អាំងទៅគឺឆ្ងាញ់តែម្ដងបងអូនអាចធ្វើតាមវិធីនេះបានហើយបន្ទាប់មកគឺខ្ញុំដាក់ទឹកឃ្មុំបន្តិចដែរបងអូនគឺម៉ាក់ដែលខ្ញុំបង្ហាញហ្នឹងណាយើងអត់មានម៉ាក់ផ្សេងឬក៏ទឹកឃ្មុំធម្មជាតិយើងដែលយើងមាននៅក្នុងផ្ទះអាចប្រឡាក់បានហើយបន្ទាប់មកគឺខ្ញុំដាក់ប្រេងអូលីវបន្តិចណាបងអូនកុំភ្លេចដាក់ប្រេងអូលីវបន្តិចធ្វើឲ្យសាច់យើងទន់ណាបងអូនចាខ្ញុំជ្រើសរើសយកប្រេងអូលីវប្រភេទហ្នឹងណាបងអូនហើយបន្ទាប់មកគឺខ្ញុំជាស្រ័យហ្នឹងបងអូនវានឹងដៃតែពីអ្នកប្តីប្រពន្ធខ្ញុំទេហើយបន្ទាប់មកបងអូនស្វែកវា1នាទីឬក៏2នាទីឲ្យវាចូលជាតិហើយខ្ញុំស្វែកវារឿងយូរដែរបងអូនប្រហែលជា1នាទីឬក៏2នាទីតែខ្ញុំកាត់វាចូលជាតិលឿនបន្តិចសាច់យើងណាបងអូនហើយយើងទុករយៈពេល1យប់ទៀតទៅគឺតែអែមគ្រឿងរបស់យើងហ្នឹងគឺវាចូលតាមវិធីនេះគឺជាតិហើយងាយស្រួលមែនតែនហើយមានរសជាតិឆ្ងាញ់ហើយដាក់ទឹកឃ្មុំណាពីព្រោះវាបង្កើនឥឡូវនេះគ្រីមចាប់ផ្ដើមស្វាច់ចូលជាតិឲ្យវាចូលជាតិហើយនឹងសាច់វាទន់តែម្ដងបងអូនហើយប្រហែលជាមិនកាន់តែយូរគឺកាន់តែល្អបងគិតថាដាក់ចូលនឹងទូទៅវានឹងចូលជាតិមិនទេបងអូនដល់យើងស្វាច់វាបន្តិចទៅប្រហែល1នាទី2នាទីហ្នឹងបន្ថែមឲ្យរសជាតិវាឆ្ងាញ់ហើយវាទន់វាចូលជាតិចឹងទៅយើងស្វាច់វាទាល់តែវាចូលជាតិទៅបងអូនសាច់វាឡើងទន់តែម្ដងកុំភ្លេចស្វាច់1នាទីឬក៏2នាទីកាន់តែយូរកាន់តែល្អណាបងអូនបន្ថែមរសជាតិឲ្យវាហះចូលសាច់ចឹងណាឥឡូវនេះគឺខ្ញុំចាប់ផ្ដើមស្វាច់វាហើយគឺខ្ញុំរៀបចំដាក់ថងណាបងអូនខ្ញុំមកលាងដៃបន្តិចនឹងសាប៊ូអីអញ្ចឹងទៅបងអូនគឺខ្ញុំលាងសាប៊ូ2ដងណាបងអូនចាគឺលាងយកមកស្អាតតែម្ដងពេលដែលយើងស្វាច់ហើយឥឡូវនេះគឺខ្ញុំចាប់ផ្ដើមលាងអីចឹងទៅបងអូនឲ្យវាជ្រះឥឡូវនេះគឺខ្ញុំចាប់ផ្ដើមច្រកថងវាបងអូនហុំវាហើយយើងយកទៅដាក់ក្នុងទូទៅរួចជាការស្រេចណាអាចធ្វើតាមវិធីនេះបានមានរសជាតិឆ្ងាញ់ហើយប្លែកតែម្ដងបងអូនចំណុចសំខាន់គឺយើងដាក់ទឹកឃ្មុំហើយនឹងប្រេងអូលីវបន្តិចបន្ថែមឲ្យសាច់វាទន់ហើយទឹកឃ្មុំយើងដាក់តែល្មមបានហើយគូសាំពីព្រោះខ្លាច់ខ្លោចអីអញ្ចឹងដាក់ច្រើនពេកជាចុងក្រោយគឺយើងចាប់ផ្ដើមលាងសម្អាតជ្រុញរបស់យើងទុកដាក់អញ្ចឹងណាបងអូនចាហើយវីដេអូនេះដែរចិត្តដល់ទីបញ្ចប់ហើយបងអូនចូលចិត្តកុំភ្លេចចុច like និងចូល comment បងអូនម្នាក់មួយផងណា
ជួបគ្នានៅវីដេអូក្រោយជំរាបលាសុខសប្បាយទាំងអស់គ្នាបង